បាទសួស្តីសរសើរនៅសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសំណួរចាប់ពីសំណួរទី32ដល់សំណួរទី34មានត្រឹមតែ3សំណួរហើយជាសំណួរខ្លីៗតើឥឡូវចូលទៅដល់សំណួរទី32តើការតស៊ូដើម្បីឯករាជ្យជាតិបែងចែកជាប៉ុន្មានអ្វីខ្លះចុះបញ្ជាក់សំណួរទី33តើកងទ័ពជាតិវៀតណាមបង្កើតឡើងនៅឆ្នាំណាដោយអ្នកណាសំណួរទី34តើសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមបង្កើតនៅថ្ងៃខែឆ្នាំណាត្រង់នេះគឺជាសំណួរដែលខ្លីៗដើម្បីដកស្រង់ចេញពីការរៀននៅក្នុងប្រវត្តិសាស្ត្រក្នុងសៀវភៅថ្នាក់ទី12ហើយជាសំណួរខ្លីៗដើម្បីយើងឈានទៅដល់សំណួរធំដើម្បីត្រៀមនៅក្នុងការប្រឡងតោះចូលដល់ចម្លើយទី32ចលនាតស៊ូដើម្បីឯករាជ្យជាតិបែងចែកជាពីរប្រភេទគឺការតស៊ូដោយអាវុធគឺជាការដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈដែលមានការគាំទ្រពីសំណាក់កងទ័ពវៀតណាមការតស៊ូដោយសន្តិវិធីឬវិធីការទូតដែលជាការតស៊ូត្រូវបានធ្វើឡើងដោយអ្នកដឹកនាំគឺសម្ដេចព្រះបាទនរោត្តមសីហនុដែលជាភាសារាជសព្ទព្រះរាជបូជនីយកិច្ចសំណួរទី33កងទ័ពជាតិវៀតណាមបង្កើតនៅឆ្នាំ1944ដោយបកកុម្មុយនីសឥណ្ឌូចិនសំណួរទី34សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមបង្កើតនៅថ្ងៃទី2ខែកញ្ញាឆ្នាំ1954នេះសំណួរទី33និងសំណួរទី34គឺការបង្កើតកងទ័ពជាតិវៀតណាមដោយបកកុម្មុយនីសហើយនៅពេលដែលបង្កើតរបបសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមគឺបង្កើតនៅថ្ងៃទី2ខែកញ្ញាឆ្នាំ1954ហើយខ្ញុំនឹងធ្វើការវែកញែកបន្ថែមទៅមុខទៀតនៅក្នុងវីដេអូបន្តនេះគ្រាន់តែជាសំណួរខ្លីៗដើម្បីត្រៀមនឹងធ្វើសំណួរត្រៀមប្រឡងវែងៗដែលចេញនៅក្នុងការត្រៀមប្រឡងសញ្ញាបត្រទ្វិយភូមិប្រវត្តិវិទ្យាសាស្ត្រពិតនិងប្រវត្តិវិទ្យាសាស្ត្រសង្គមបាទសូមអរគុណ